សូមស្វាគមន៍មកកាន់ការធ្វើដំណើរដ៏ស្ងប់ស្ងាត់ចូលមកក្នុងពិភពដ៏អាតកំបាំងជាមួយយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយនិងដឹងគុណយ៉ាងជ្រាលជ្រៅដែលលោកអ្នកបានចំណាយពេលវេលាដ៏មានតម្លៃតើលោកអ្នកធ្លាប់បើកមើលរូបថតចាស់ៗកាលពីខ្លួននៅជាកុមារអាយុ2ឬ3ខួបដែរឬទេរូបថតដែលលោកអ្នកកំពុងញញឹមបិទមាត់មិនជិតប្រឡាក់នំខេកពេញមុខឬរូបថតដែលកំពុងតែចេះដើរទេះតាស់ជាលើកដំបូងលោកអ្នកសម្លឹងមើលក្មេងនៅក្នុងរូបនោះហើយដឹងច្បាស់ក្នុងចិត្តថាក្មេងម្នាក់នោះគឺកាលពីក្មេងរបស់ខ្លួនឯងប៉ុន្តែនៅពេលដែលលោកអ្នកបិទភ្នែកហើយព្យាយាមរៅរកការចងចាំនោះឡើងវិញព្យាយាមនឹកទៅដល់ថ្ងៃដែលរូបថតនោះត្រូវបានថតអ្វីដែលលោកអ្នកទទួលបានមានតែភាពទទេស្អាតនិងភាពស្រពេចស្រពិលដូចអបក្រាស់តែប៉ុណ្ណោះរយៈពេលរាប់សតវត្សមកហើយដែលក្រុមអ្នកវិទ្យាសាស្ត្រអ្នកចិត្តវិទ្យានិងអ្នកទស្សនាវិទូបានចោទសួរនៅសំណួរដ៏គួរឲ្យងឿងឆ្ងល់មួយថាហេតុអីបានជាពេលវេលាដ៏សំខាន់បំផុតនិងជាគ្រឹះនៃជីវិតរបស់យើងដែលជាដំណាក់កាលដែលយើងរៀនដើររៀននិយាយនិងរៀនស្គាល់ក្តីស្រឡាញ់ជាលើកដំបូងបែរជាត្រូវរលុកបាត់ស្រឡះពីខួរក្បាលរបស់យើងទៅវិញហេតុអីបានជាមនុស្សយើងភាគច្រើនមិនអាចចងចាំរឿងរ៉ាវអ្វីទាំងអស់នៅមុនអាយុ4ឆ្នាំកាលពីមុនវិទ្យាសាស្ត្រជឿថាខួរក្បាលរបស់ទារកគឺទន់ខ្សោយពេកមិនអាចបង្កើតការចងចាំបានប៉ុន្តែការស្រាវជ្រាវផ្នែកប្រព័ន្ធប្រសាទសម័យទំនើបបានរកឃើញការពិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតបាតុភូតដែលគេហៅថាការបាត់បង់ការចងចាំកាលពីកុមារភាពឬ infantile amnesia ឬទំព័រដ៏ទទេស្អាតនៅដើមសៀវភៅជីវិតរបស់យើងនេះមិនមែនកើតឡើងដោយសារខួរក្បាលទារកធ្វើការតិចនោះទេប៉ុន្តែគឺដោយសារវាធ្វើការខ្លាំងពេកទៅវិញទេនៅក្នុងឆ្នាំដំបូងនៃជីវិតខួរក្បាលរបស់កុមារប្រៀបដូចជាព្យុះនៃការលូតលាស់វាបង្កើតបណ្ដាញភ្ជាប់កោសិកាថ្មីរាប់លានក្នុងមួយវិនាទីការលូតលាស់ដ៏ខ្លាំងក្លានេះកើតឡើងនៅក្នុងផ្នែកមួយនៃខួរក្បាលដែលគេហៅថា hippocampus ដែលជាទូឯកសារកណ្ដាលសម្រាប់រក្សាទុកការចងចាំរបស់យើងក្នុងអំឡុងពេលនេះដំណើរការបង្កើតកោសិកាខួរក្បាលថ្មីឬ neurogenesis ដំណើរការក្នុងល្បឿនលឿនដូចរន្ទះប៉ុន្តែការបង្កើតកោសិកាថ្មីរាប់ពាន់រាប់ម៉ឺនក្នុងពេលតែមួយនេះប្រៀបដូចជាក្រុមជាងស្ថាបនាកំពុងវាយកំទេចនិងសាងសង់ផ្លូវថ្មឡើងវិញអញ្ចឹងកោសិកាថ្មីទាំងនោះបានទៅរំខាននិងកាត់ផ្ដាច់បណ្ដាញចងចាំចាស់ដែលមានស្រាប់និយាយឲ្យងាយយល់ខួរក្បាលរបស់កុមារកំពុងតែធ្វើការផ្លាស់ប្ដូរគ្រឿងម៉ាស៊ីន hardware លឿនពេករហូតធ្វើឲ្យឯកសារទិន្នន័យចាស់ឬ software ដែលជាការចងចាំដំបូងត្រូវស្ទួនសរសេរជាន់ពីលើឬរលាយបាត់បង់នៅក្នុងដំណើរការនោះក្រៅពីកត្តាជីវសាស្ត្រវាក៏មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយវេទមន្តនៃភាសាផងដែរនៅមុនអាយុ4ឆ្នាំយើងទទួលដឹងពីពិភពលោកតាមរយៈពណ៌សំឡេងការប៉ះពាល់និងអារម្មណ៍ប៉ុន្តែយើងមិនទាន់មានពាក្យសម្ដីឬភាសាដើម្បីមកដាក់ស្លាកសញ្ញាឲ្យបទពិសោធន៍ទាំងនោះនៅឡើយទេដោយសារគ្មានភាសាសិក្សាដើម្បីមកចងក្រងរឿងរ៉ាវឲ្យមានសណ្ដាប់ធ្នាប់ខួរក្បាលរបស់យើងមិនអាចរក្សាទុកបទពិសោធន៍ទាំងនោះជាសាច់រឿងដែលខួរក្បាលមនុស្សធំអាចចូលទៅអាននិងទាញយកមកវិញបានទេទោះជាយ៉ាងណាក៏ដោយការចងចាំទាំងនោះមិនបានរលាយបាត់ទៅណាទាំងស្រុងនោះឡើយពួកវាមិនបានរស់នៅក្នុងទម្រង់ជាទិន្នន័យច្បាស់លាស់ដូចជាការចាំថាខ្លួនឯងបានញ៉ាំអ្វីជាអាហារពេលព្រឹកកាលពីអាយុ3ឆ្នាំនោះទេប៉ុន្តែពួកវាបានជ្រាបចូលទៅក្នុងខ្លួនយើងคล้ายជាការចងចាំបង្កប់ខ្លួន implicit memories ដែលត្បាញភ្ជាប់ទៅនឹងអត្តសញ្ញាណនៃអ្នកសពថ្ងៃនេះវិធីដែលលោកអ្នកប្រឈមមុខនឹងភាពតានតឹងអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាពនៅពេលឮបទចម្រៀងបំពេកូនណាមួយឬក៏ទំនុកចិត្តជាមូលដ្ឋានដែលលោកអ្នកមានចំពោះពិភពលោកជុំវិញខ្លួនទាំងអស់នេះហើយគឺជាព្រលឹងនិងដាននៃការចងចាំកាលពីកុមារភាពដែលកំពុងរស់នៅយ៉ាងស្ងៀមស្ងាត់នៅក្នុងប្រព័ន្ធប្រសាទរបស់លោកអ្នកសៀវភៅជីវិតរបស់លោកអ្នកមិនមែនចាប់ផ្ដើមដោយទំព័រទទេស្អាតនោះទេវាបានចាប់ផ្ដើមដោយអារម្មណ៍កថាដ៏ស្រស់ស្អាតបំផុតជាទំព័រដែលលោកអ្នកចាំបាច់ត្រឹងតែភ្លេចដើម្បីឲ្យលោកអ្នកមានកន្លែងទំនេរក្នុងការសរសេររឿងរ៉ាវជីវិតដែលនៅសេសសល់ដោយខ្លួនឯងសូមអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការទស្សនាវីដេអូឯកសារមួយនេះសូមអរគុណដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នកនៅថ្ងៃនេះ
ក្នុងការធ្វើដំណើរស្វែងយល់ពីអាថ៌កំបាំងដ៏ស្ងប់ស្ងាត់នៃចិត្តគំនិតរបស់មនុស្សយើងរហូតដល់ពេលវេលាមកដល់ហើយផ្លូវរបស់យើងនឹងត្រូវប្រសពគ្នាម្ដងទៀតសូមលោកអ្នកមេត្តាថែរក្សាសុខភាពរក្សាចិត្តគំនិតឲ្យស្រស់ស្រាយចិញ្ចឹមចិត្តចង់ដឹងចង់ឃើញជានិច្ចនិងសូមជម្រាបលា